តោះបងប្អូនទាំងអស់គ្នាមេរៀនរបស់យើងគឺអ៊ុតសត្រង់ចំហាយទឹកបងប្អូនអ្នកខ្លះចង់ចេះអ៊ុតត្រង់ចំហាយទឹកចូលស្ដាប់វីដេអូនេះដល់ចប់អ្នកទាំងអស់គ្នានឹងបានជំនាញមួយនេះឥឡូវក៏លេខមកមើលសក់វិញគឺអូយសរសៃធំមែនតើហ្មងសក់ហ្នឹងគឺបងអូនសរសៃសក់លួសបងអូនសរសៃសក់លួសហ្នឹងបងប្អូនឃើញសរសៃសក់ធំមែនតើហ្មងណាធំហើយធ្លាប់អ៊ុតត្រង់ផ្នែកខាងចុងដូច្នេះជំហានដំបូងគឺបងប្អូនទាំងអស់គ្នាយកទៅកោសឲ្យផ្លុំឲ្យស្ងួត 70% យកជែលការពារស្បែកក្បាលមកលាបលើសរសៃសក់នោះជែលការពារស្បែកក្បាលលាបដើម្បីអីលាបដើម្បីកុំឲ្យបាក់គល់លាបកុំឲ្យដាច់សក់ព្រោះថាអ៊ុតត្រង់សរសៃលួសហ្នឹងបើមិនលាបជោគទេគឺអត់ត្រង់ស្អាតទេហើយរងចាំពេលវេលាយូរទៀតអូខេបន្តពីលាបជែលការពារស្បែកក្បាលហើយអស់ដើម្បីការពារនិងតំណប់ហើយអស់ហើយគឺបងប្អូនទាំងអស់គ្នាចូលមកដល់ការលាបសេរ៉ូមចុងសក់វិញហេតុអីបានត្រូវលាបសេរ៉ូមចុងសក់គឺសក់នឹងធ្លាប់អ៊ុតត្រង់ពីមុនហើយអ៊ុតត្រង់ហើយត្រង់ល្អទៀតសក់នឹងអត់មាននៅសល់ភាពយឺតភាពយាទេដូច្នេះហើយគឺត្រូវការលាបសេរ៉ូមដើម្បីក្រាលកុំឲ្យសក់នឹងដាច់ឬក៏ប្រេះបែកចុងខូចចឹងណាបងប្អូនខ្លះគឺគាត់លាបឆៃយកហ្មងនៅពេលលាបឆៃយកហ្មងអ៊ុតសក់ត្រង់ហ្នឹងណាអាកន្លែងដែលធ្លាប់អ៊ុតហើយពីមុនមកហ្នឹងអាចនឹងស្ងួតអាចនឹងឆេះរៀងរិចឬក៏អាចនឹងដាច់ឬក៏រលួយអាកន្លែងដែលអ៊ុតត្រង់ហ្នឹងហ្មងដោយសារអីអ៊ុតត្រង់ប្អូនលួសហ្នឹងយើងប្រើកម្លាំងខ្លាំងណាប្រើដល់140ជាប្រភេទសក់គេហៅថាសក់រួញអាចដៃណាហើយកម្លាំងអ៊ុតត្រង់ហ្នឹងខ្លាំងដែរដល់ទៅពេលអញ្ចឹងប៉ះអាកន្លែងដែលធ្លាប់អ៊ុតត្រង់ពីមុនឬក៏ប៉ះកន្លែងមានពណ៌អាចនឹងយឺតយាឬក៏វាអត់ល្អសម្រាប់សក់អញ្ចឹងណាបងប្អូនតម្រូវឲ្យយើងប្រើជាមួយនឹងសេរ៉ូមក្រាលដើម្បីការពារដើមសក់នឹងប្រើសេរ៉ូមក្រាលហើយយើងទុក10នាទីបងប្អូនប្រហែលទុក10នាទីដើម្បីឲ្យសេរ៉ូមនឹងជ្រាបចូលក្នុងសក់បានល្អបន្ទាប់ពីប្រើសេរ៉ូមហើយអស់ហើយបងប្អូនទាំងអស់គ្នាយើងចូលមកដល់ការលាបថ្នាំថ្ងៃនេះគឺយើងប្រើថ្នាំអ៊ុតត្រង់កម្លាំង140បងប្អូនបានឃើញថ្នាំអ៊ុតត្រង់របស់អ្នកគ្រូហ្នឹងណាមាន80 100 120 140 160ចឹងអ្នកគ្រូជំរាបបងប្អូនថាអ្នកគ្រូប្រើកម្លាំង140ហ្នឹងគឺសម្រាប់សរសៃសក់អាចដែកឬក៏ប្អូនលួសចាហើយសម្រាប់ថ្នាំអ៊ុតត្រង់នេះគឺអត់មានក្លិនឈួលឬក៏ក្លិនស្អុយអីទេលាបនៅលើសរសៃសក់បងប្អូនលាបឲ្យជោគល្អឲ្យបានសប់ល្អដើម្បីឆាប់យាឆាប់យឺតហើយសម្រាប់ថ្នាំអ៊ុតត្រង់នេះប្រើសម្រាប់សក់សរសៃធំគេហៅថាធំខ្លាំងណាបងប្អូនលាបត្រឹមតែ35នាទីគឺសក់យាដល់កម្រិតហើយគឺដូចបងប្អូនបានទាញសក់មើលអញ្ចឹងគឺយាដល់កម្រិតហើយសូមបញ្ជាក់លាបហ្នឹងគឺលាបអត់ឲ្យប៉ះចុងសក់កន្លែងដែលអ៊ុតត្រង់ហើយទេចានៅពេលដែលយាហើយអស់ហើយគឺបាញ់ស្ប៉ាតម្លាក់ពីក្រោមដល់លើពីលើមកដល់ក្រោមបាញ់ស្ប៉ាហ្នឹងបងប្អូនបាញ់ស្ប៉ានឹងឯងដែលគេហៅថាអ៊ុតចំហាយទឹកហើយសំណួរសួរថាអ្នកគ្រូខ្ញុំអត់បាញ់ស្ប៉ាបានអត់បានអត់អីទេថ្នាំអ៊ុតត្រង់ហ្នឹងមិនបាញ់ក៏បានតែដើម្បីឲ្យខ្លាចទៅជាអ៊ុតចំហាយទឹកគឺត្រូវការបាញ់ស្ប៉ាព្រោះអីគេបាញ់ចំហាយទឹកហ្នឹងតម្លាក់ថ្នាំហ្នឹងដើម្បីឲ្យជ្រាបនិងសប់ហើយដើម្បីឲ្យថ្នាំអ៊ុតត្រង់ហ្នឹងជ្រាបចូលស៊ីជម្រៅចូលទៅក្នុងសរសៃសក់ហ្នឹងឲ្យបានខ្លាំងហើយសក់យាល្អឥឡូវបាញ់ចំហាយទឹកហ្នឹងគឺបាញ់ចែកចេញជាពីរបើសិនជាសក់ហ្នឹងស្ងួតខ្លាំងបាញ់2 ដបបើសិនជាសក់ហ្នឹងមិនល្មមទេបាញ់1 ដបបាញ់ចំហាយទឹកហើយប្រាប់សក់ហ្នឹង10នាទីរួចហើយនាំអតិជនទៅកក់សាប៊ូលាងជាតិគីមីចានាំគាត់ទៅកក់សាប៊ូលាងជាតិគីមីមូលហេតុអីបានត្រូវកក់លាងជាតិគីមីបងប្អូនដឹងទេកក់លាងជាតិគីមីដើម្បីបឺតសារជាតិគីមីដែលបានប៉ះទង្គិចលើសរសៃសក់មុនហ្នឹងហើយមិនឲ្យសក់បែកចុងប្រេះពេលអនាគតព្រោះឥឡូវនេះអត់ស្អាតទេតែអនាគតអាចនឹងអត់ស្អាតព្រោះអីអាចនឹងសក់គាត់ថាមិនបានស្ងួតមិនបានបែកចុងអតិជនគាត់សួរណាបងប្អូនអញ្ចឹងសាប៊ូបឺតជាតិគីមីប្រភេទ biotin គឺកក់ដើម្បីលាងសារជាតិគីមីចេញសាប៊ូកក់សក់របស់ស្នាដៃពីខ្មែរបញ្ជាក់ហ្មងមិនមែនចេះតែនិយាយទេណា biotin គឺ biotin ដែរដែលសារអ្នកគ្រូដឹងនឹងយល់អំពីសាប៊ូនឹងច្បាស់លាស់អញ្ចឹងប្រើជាមួយនឹងសាប៊ូកក់សក់ Nine Story Biotin ឬក៏សាប៊ូបឺតជាតិគីមីកក់លាងសម្អាតឲ្យបានស្អាតល្អហើយនាំអតិថិជនទៅផ្លុំហើយគៀបផ្លុំនឹងផ្លុំឲ្យយកស្ងួតត្រឹម 70-80% បានហើយនៅសល់ភាពទន់មានទឹកបន្តិចមកយើងគៀបបានស្អាតណាគៀបឲ្យបានឆ្អិននៅក្នុងការគៀបនឹងបងប្អូនទាំងអស់គ្នាសក់កពស់ណាលើគៀបកពស់នឹងហើយគៀបអត់ហត់ទេបើកាលណាប្រើថ្នាំអ៊ុតត្រង់ដែលត្រូវជាមួយនឹងសរសៃសក់ព្រោះវាយឺតយាល្អហើយគៀបតែមួយផ្លែតរួចជាស្រេចដូចបងប្អូនឃើញអញ្ចឹងគឺរលោងស្អាតហ្មងនៅពេលដែលបងប្អូនគៀបហើយអស់ហើយទុកសរសៃសក់នឹងឲ្យត្រជាក់បន្តមកយកទឹកទី2លាយជាមួយនឹង Deep Repair Mask បងប្អូនទឹកទី2សំខាន់មែនតើហ្មងចង់បញ្ជាក់គឺជាថ្នាំអប់ឬក៏គេហៅថាអប់ត្រង់ណាទឹកទី2ដើម្បីបញ្ឈប់ភាពយឺតយាដើម្បីធ្វើឲ្យសរសៃសក់នោះបញ្ចូលវីតាមីនចូលក្នុងសរសៃសក់សម្អាតក្លិនមិនល្អព្រោះទឹកទី1ហ្នឹង
ប៉ះតុងកិច្ចហើយធ្វើឲ្យសក់របួសហើយធ្វើឲ្យសក់នឹងយឺតពលាសក់នឹងហើយអញ្ចឹងទឹកទី2ត្រូវតែប្រើដាច់ខាតហ្មងហើយមិនត្រឹមតែប៉ុណ្ណោះទេអ្នកគ្រូដាក់បញ្ចូលជាមួយនឹងដុំតកដើម្បីឲ្យរីកផលិតផលនឹងគុណនឹង3ហើយកាន់តែពិសេសគឺដាក់អបឆាត់ចំនួនបរិមាណ 30% នៃថ្នាំអបឆាត់នឹងប្រភេទ deep ប្រើ deep ហ្នឹងគេហៅថាបញ្ឈប់សក់យឺតមកតង់ទៀតអញ្ចឹងវាបញ្ចូលគ្នាសពហើយលាបនៅលើសក់ហ្នឹងផ្អាប់ទុករយៈពេល10នាទីហើយលាងទឹកចេញផ្លុំគៀបម្ដងទៀតឲ្យអតិថិជនតមទឹក3ថ្ងៃពិតជាឲ្យវ៉ាវហ្មងសក់នឹងស្អាតខ្លាំងមែនតើហ្មងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដែលស្វែងរកថ្នាំអ៊ុតត្រង់សម្រាប់សក់លួសណាស្នាដៃដូចខ្មែរយើងមានសម្រាប់សក់លួសហើយធានាថាបងប្អូនប្រើទៅគ្រប់ចិត្តដូចចិត្តដែលប៉ងហើយប្រើទឹកថ្នាំអស់តិចចំណេញពេលវេលាចំណាយកម្លាំងតិចទៀតផងអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like និង share ដើម្បីទទួលបានវីដេអូថ្មីៗបាយបាយ